អូខេបងសួស្ដីបងហើយចំពោះឥឡូវនេះគឺយើងមកនិយាយអំពីការទៅលើប្រើប្រាស់ Telegram bot របស់យើងជា Telegram bot ហ្នឹងបងអាចជួយការ send ជាប្រភេទ QR ទៅឲ្យកាន់ភ្ញៀវរបស់បងដើម្បីគាត់ scan ជួយការទិញតាមរយៈ Telegram Shop របស់បងហ្នឹងក៏បានឬមួយក៏បងអាចឲ្យគាត់ជួយការចូលទៅតាម link bot របស់បងនេះក៏បានដើម្បីគាត់ជួយការបញ្ជាទិញតាមរយៈ Telegram bot របស់បងបងអញ្ចឹងរបៀបទិញទីមួយបងគ្រាន់តែគាត់អាចនឹង share contact គាត់ទៅតែខ្ញុំ share ឲ្យ contact របស់ខ្ញុំនេះហើយតែខ្ញុំអាចចូលទៅក្នុងហាងរបស់ខ្ញុំបានអញ្ចឹងខ្ញុំគ្រាន់តែចូលទៅក្នុងហាងបន្ទាប់មកបងនឹងឃើញទម្រង់ Telegram Shop របស់បងហើយដែលវាជួយការ connect ជាមួយនឹង website របស់បងអូខេអញ្ចឹងនៅពេលដែលបងចូលមកកាន់ website របស់បងហ្នឹងមកអញ្ចឹងបងអាចជួយការភ្ញៀវរបស់គាត់អាចជួយការទិញទៅលើទំនិញនៅលើ website របស់បងបានអញ្ចឹងឧទាហរណ៍ថាខ្ញុំទិញលើអាវ៉ាន់នេះចេញមកចូលទៅក្នុងផលិតផលហ្នឹងមកគាត់អាចដាក់ចូលកន្ត្រកអូខេបន្ទាប់មកគាត់ចូលមើលលេខកន្ត្រកនេះមកអញ្ចឹងគាត់ចុចជួយការបញ្ជាទិញបន្ទាប់មកទិន្នន័យដែលខ្ញុំបានជួយការ share contact ហ្នឹងវានឹងចូលទៅក្នុងហ្នឹងហើយអញ្ចឹងកន្លែងនេះគាត់ជ្រើសរើស delivery បន្ទាប់មកកន្លែងនេះគាត់ជ្រើសរើសទៅលើការទូទាត់ប្រាក់អញ្ចឹងខ្ញុំជ្រើសរើសបង់ប្រាក់ទទួលទំនិញខ្ញុំចុចចូលព្រមអូខេអញ្ចឹង order មួយហ្នឹងវានឹង load ចូលមកហើយអញ្ចឹងបងអាចមើលព័ត៌មានលម្អិតបានអញ្ចឹងបងឃើញព័ត៌មានអញ្ចឹងឥឡូវហ្នឹងភ្ញៀវរបស់បងគាត់អត់ចាំបាច់ធ្វើការចូលទៅលើ website ដើម្បីមើលព័ត៌មានទេគាត់អាចមើលទៅក្នុង Telegram គាត់បានមើលព័ត៌មានថាគាត់បានទិញអីខ្លះពីកាយប័ណ្ណគាត់អាចមើលបានអញ្ចឹងបងអូខេបងអញ្ចឹងនេះជារបៀបក្នុងការបញ្ជាទិញតាមរយៈ Telegram Shop ហើយមួយទៀតបើសិនជាក្នុងករណីបងចង់ធ្វើការ send broadcast ឲ្យភ្ញៀវបងគាត់អាចឃើញតំណែងរបស់បងយកចូលមកថ្មីអញ្ចឹងអាហ្នឹងបងអាចផុសនៅក្នុង Telegram bot នេះក៏បានឬមួយក៏បងអាចផុសចូលទៅក្នុង channel ឬមួយក៏ Telegram group ជូនគាត់ដើម្បីគាត់ឃើញបានដូចគ្នាអញ្ចឹងបងអញ្ចឹងបងគាត់ចូលទៅក្នុង broadcast នេះមកអញ្ចឹងបងគាត់ចូលទៅកាន់ Telegram បន្ទាប់មកបងជ្រើសពាក្យថា broadcast នេះប៉ុន្តែមុននឹងបងចូលទៅក្នុង broadcast ហ្នឹងបងចូលទៅក្នុងកន្លែង bot config សិនដើម្បីបងអូនតា call មកគឺបងឃើញពាក្យថា Telegram group នេះអញ្ចឹង Telegram group ហ្នឹងគឺបងអាចធ្វើការយក ID របស់ Telegram group notify ហ្នឹងយកទៅដាក់នៅក្នុងបងធ្វើការយក channel របស់បងនេះជា username នៃ channel របស់បងយកមកដាក់ចូលទៅក្នុងហ្នឹងដែរបង save ទៅហើយបងអាចធ្វើការផុស broadcast បានហើយអញ្ចឹងបងគ្រាន់តែចុចទៅក្នុងកន្លែង send broadcast នេះមកបងជ្រើសរើស product ដែលបងចង់បង្ហាញឲ្យភ្ញៀវបងឃើញតែខ្ញុំ select product អញ្ចឹងខ្ញុំជ្រើសរើស product មួយហ្នឹងហើយបងខ្ញុំចុច next ហើយបងនេះបងអាចសរសេរជា caption ជូនគាត់បានអញ្ចឹងខ្ញុំអាចដាក់ caption នេះមកហើយបងចុច next ទៀតអូខេបងអញ្ចឹងមកដល់កន្លែងនេះជា link customer ហើយនឹង Telegram group ជាមួយ Telegram channel អញ្ចឹង link customer នេះមានន័យថាបងចង់ send ឲ្យ customer បងម្នាក់ៗទាំងអស់អញ្ចឹងឬមួយក៏បងចង់ send ទៅក្នុង group Telegram មកឬមួយក៏បងចង់ send ជា channel បងអញ្ចឹងខ្ញុំដាក់ទាំង3មានន័យថាវា send ទៅទាំង customer ទាំងអស់ផង send ទៅទាំងក្នុង group ផងហើយនិង send ទៅ channel ផងអញ្ចឹងខ្ញុំចុច send broadcast អូខេអញ្ចឹងពេលខ្ញុំ send នេះក្នុង group ទាំង channel វានឹង load មកហើយអញ្ចឹងខ្ញុំសូមចូលទៅកាន់ Telegram ខ្ញុំវិញអូខេអញ្ចឹងនេះនៅក្នុងcustomer របស់ខ្ញុំម្នាក់ៗវា load ចូលក្នុង bot ខ្ញុំនេះហើយចំពោះនេះវិញគឺជា group របស់ខ្ញុំដែលវា load ចូលទៅក្នុង group នេះផងដែរដើម្បីឲ្យភ្ញៀវរបស់បងគាត់អាចឃើញហើយចំពោះនេះវិញគឺជា channel ដែលគាត់អាចឃើញទៅលើproduct ថ្មីៗដែលបងដាក់មកនៅក្នុង channel ហើយបងអាចធ្វើការចុចទិញឥឡូវនេះបានដូចគ្នាអូខេបងហើយនេះគឺជារបៀបក្នុងការ send broadcast ទៅលើ Telegram